សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថារាជរដ្ឋាភិបាលគ្មានគម្រោងនៅក្នុងការកាត់បន្ថយចំណាយឬគម្រោងថវិកាឲ្យទៅវិស័យអប់រំនិងសុខាភិបាលនោះទេគឺមានតែគ្រោងបង្កើនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតថារាជរដ្ឋាភិបាលគ្មានគម្រោងនៅក្នុងការកាត់បន្ថយចំណាយឬគម្រោងថវិកាឲ្យទៅវិស័យអប់រំនិងសុខាភិបាលនោះទេគឺមានតែគ្រោងបង្កើនទោះបីជាយើងត្រូវពង្រឹងវិស័យការពារជាតិក៏ដោយដូច្នេះសូមកុំឲ្យមានការយល់ច្រឡំថ្លែងក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទធីវេផ្ដល់ជំនាញការងារនិងប្រាក់ចំណូលដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្សយុវជនមាតាបិតានិងអាណាព្យាបាលនិងផ្នែកឯកជនឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅវិជ្ជមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាការយល់ច្រឡំថារាជរដ្ឋាភិបាលក្រុងនឹងកាត់ឆ្នាំ2027ចំនួន$170 លានអាមេរិកពីថវិកាអប់រំនិងសុខាភិបាលតែអត់ទេគឺមានតែបង្កើនទៅទៀតព្រោះធនធានមនុស្សគឺជាអ្វីដែលជួយឲ្យយើងមានភាពធន់សម្ដេចបានបន្ថែមថាធនធានមនុស្សរឹងមាំសេដ្ឋកិច្ចរឹងមាំការការពារជាតិរឹងមាំយូរអង្វែងនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលហើយរាជរដ្ឋាភិបាលក៏មិនមែនអត់មានធនធានមនុស្សដែលចេះគិតគូរអំពីអ្វីដែលជាវិស័យអត្ថប្រយោជន៍អ្វីដែលជាវិស័យមិនអត្ថប្រយោជន៍នោះទេអញ្ចឹងសូមកុំឲ្យមានការយល់ច្រឡំព្រោះអប់រំសុខាភិបាលនិងធនធានមនុស្សគឺជារឿងអត្ថប្រយោជន៍ទី1របស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនិងនៅតែជាអត្ថប្រយោជន៍ទី1សម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា